Sụt đây còn sao? Bạn cho việc xưa này cô. Này cô ban đùm nâng mà tha con sao sầm phê cho bấy trời ấy. Bạn. Và to pi sầm phê cho miên chầm nạp rongอย่าง ណា ដែរ Bờ sầm mẹp nhóm miên chả nào vào ha. Bởi vì rùng phớt bia hồ cả lại đạn miên là rùng phớt khlang. Ok. Hay phụ nè té. Bây đây nhóm ban thẹp tôi phụ cót cò sải chất nó rùng phớt đôi tay nhóm này đạn rồi ấy đạn ban được như thế. Rồi ấy đạt ban đấy nó. Lược lộc pê nó. Chà cho chụp bu. Dươngវិញមានចំណាប់អារម្មណ៍យ៉ាងណាដែរខ្ញុំក៏ដូចតែគ្នាដែរតែមានបានប្រាប់ដំណឹងនេះទៅអ្នកទាំងអស់នៅប្រាប់គាត់មានចំណាប់អារម្មណ៍មិនដែរគាត់រំភើបដូចខ្ញុំដែរហ្នឹងសប្បាយចិត្តស្ទើរស្រក់ទឹកភ្នែកហ្មងអូស្ទើរទៅស្រក់ទឹកភ្នែកហ្មងទេសនាអត់តស្រក់ទឹកភ្នែកចាអញ្ចឹងអ្នកគ្រូក៏ចូលរួមអបអរដល់កូនសិស្សដែលបានសម្ភាសជាប់អញ្ចឹងមានតែខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតចាដើម្បីសម្រេចគោលដៅរបស់យើងអញ្ចឹងមុននឹងឈានទៅដល់ការសម្ភាសជាមួយនឹងចំណាប់អារម្មណ៍អ្នកគ្រូចង់ឲ្យកូនសិស្សណែនាំខ្លួនទៅកាន់ពុកម៉ែបងប្អូនជាមុនសិនណែនាំខ្លួនម្នាក់ម្ដងពីឈ្មោះអាយុនិងខេត្តចាប់ផ្ដើមពីយើងជំរាបសួរបងប្អូនទាំងអស់ខ្ញុំបាទឈ្មោះអាចច័ន្ទផេនមានអាយុ23ឆ្នាំមកពីខេត្តតាកែវនៃប្រទេសកម្ពុជាជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះលេងសីហាមកពីខេត្តបន្ទាយមានជ័យមានអាយុ30ឆ្នាំដែលមកពីខេត្តផ្សេងគ្នាដែលធ្លាប់ស្គាល់គ្នាកន្លងមកហ៎អត់ទេចាឥឡូវបានស្គាល់គ្នានៅបាទស្គាល់ចាចាស្គាល់ច្បាស់ចាស់ហ្នឹងណាចាអញ្ចឹងផ្សារភ្ជាប់ទំនាក់ទំនងតាមរយៈក្រុមហ៊ុន BP មកពីតំបន់ខុសគ្នាមកស្គាល់គ្នានៅទីនេះអញ្ចឹងបន្ទាប់ពីការណែនាំខ្លួនហើយកុំឲ្យខាត់ពេលវេលាយូរឈានទៅដល់ការសម្ភាសជាមួយនឹងចំណាប់អារម្មណ៍របស់កូនសិស្សតែម្ដងទី1ដែលអ្នកគ្រូចង់ដឹងកូនសិស្សស្គាល់ BP តាមរយៈណាដែរបើសម្រាប់ខ្ញុំស្គាល់ BP តាមរយៈ Facebook Page ហើយនិង TikTok របស់ក្រុមហ៊ុន BP ហើយតាមដានមិនខែសម្រាប់ខ្ញុំហ្មងតាមអាទិត្យ7ថ្ងៃត្រឹម7ថ្ងៃកត់ហ្មងណាចាតាមដានបានអីខ្លះពី BP ដែរដោយសារយើងប្រើរយៈពេលខ្លីខ្ញុំប្រើរយៈពេលខ្លីប៉ុន្តែយើងចូលមើលពីប្រវត្តិបើអង់គ្លេស background អញ្ចឹងណាចាពីប្រវត្តិសាលាច្រើនមើលទៅសិស្សច្បងគាត់បានហោះច្រើនហើយមួយវិញទៀតខ្ញុំមានមិត្តភ័ក្តិដែលគាត់ហោះចេញពីសាលា BP ទៅផ្ទាល់អញ្ចឹងខ្ញុំជាទៅកាន់តែទុកចិត្តសាលា BP ហ្មងដែលធ្វើឲ្យខ្ញុំតាមដានតែរយៈពេលខ្លីប៉ុន្តែខ្ញុំជឿទុកចិត្តនៅសាលា BPអញ្ចឹងយើងទុកចិត្តសម្រាប់ចិត្តមកចុះឈ្មោះនៅក្រុមហ៊ុន BP ឥឡូវជាក់ស្ដែងសម្ភាសជាប់ចាចុះចំពោះបងវិញស្គាល់ BP តាមរយៈណាដែរខ្ញុំស្គាល់ BP តាមរយៈវីដេអូ page តាម TikTok ហើយនឹងតាមគាត់ជួយណែនាំប្រាប់ឲ្យមកចុះឈ្មោះនៅ BP គាត់ណែនាំប្រាប់ឲ្យយើងមកចុះឈ្មោះនៅក្រុមហ៊ុន BP ណាចាគាត់នៅជប៉ុនឬក៏នៅខ្មែរទេគាត់នៅជប៉ុនគាត់នៅជប៉ុនហើយគាត់ណែនាំឲ្យមកចុះឈ្មោះនៅក្រុមហ៊ុន BP ហើយយើងមិនបាច់ភ័យខ្លាចព្រួយបារម្ភអីទេដោយសារយើងមានបងប្អូននៅជប៉ុនមួយហ្នឹងចាមានតែយើងខិតខំប្រឹងប្រែងរៀនសូត្រដើម្បីបានចាក់ចេញទៅដូចគាត់ដែរចាអញ្ចឹងជាបន្តទៅទៀតដែលអ្នកគ្រូចង់ដឹងអំឡុងពេលដែលយើងមករៀននៅក្រុមហ៊ុន BP ក្រុមហ៊ុនមានផ្ដល់ជាអត្ថប្រយោជន៍អីខ្លះដែរនៅអំឡុងពេលដែលយើងមករៀននៅសាលា BP ខាងសាលាក្រុមហ៊ុនគាត់បានផ្ដល់កន្លែងស្នាក់នៅជាមួយទឹកភ្លើងអាហ្នឹងយើងប្រើប្រាស់ free នៅក្នុងកញ្ចប់ហ្នឹងហើយផ្ដល់អាហារ2ពេលពេលព្រឹកនិងពេលថ្ងៃហើយនៅពេលដែលយើងមករៀនលោកគ្រូអ្នកគ្រូនិងសិស្សច្បងផ្សេងទៀតគាត់និយាយទៅគាត់រួរាយរាក់ទាក់ណែនាំអត់ឲ្យយើងខ្លាចភ័យព្រួយថាមានរឿងចេះមួយគឺល្អយើងទទួលយកបានដោយពេញចិត្តចឹងមានន័យថាយើងមករៀនទីនេះទាំងសិស្សច្បងសិស្សប្អូនគឺគាត់សហការគ្នាជួយណែនាំគ្នាទៅវិញទៅមកហើយលោកគ្រូអ្នកគ្រូក៏គាត់យកចិត្តទុកដាក់ក្នុងការរៀនចាអញ្ចឹងមានតែយើងខ្លួនឯងក៏ត្រូវជួយខ្លួនឯងដែរចាអញ្ចឹងអ្នកគ្រូចង់ដឹងជាបន្តទៅទៀតកូនសិស្សសម្ភាសជាប់ទៅធ្វើការងារនៅប្រទេសជប៉ុនហ្នឹងសម្ភាសជាប់ទៅផ្នែកណាដែរបើពួកខ្ញុំពីរនាក់ខាងសំណង់រន្ទាទៅកន្លែងជាមួយគ្នាសម្ភាសជាប់ទៅជាមួយគ្នាណាបាទទៅចាសំណង់រន្ទាទៅខេត្តណាដែរទៅខេត្តអៃជីនៃប្រទេសជប៉ុនខេត្តអៃឈីសម្ភារមិនដងជាប់ដែរសម្រាប់ខ្ញុំសម្ភារលើកទី1ហើយជាប់លើកទី1សម្ភារតែម្ដងជាប់បាទយើងមានអីចែករំលែកជាចំណេះដឹងក៏ដូចជាបទពិសោធន៍ក្នុងការចូលរួមការសម្ភារទេមានអ្នកគ្រូសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមានតែ3ទេតែ3វាខ្លឹមទី1បើសិនជាបងសម្រាប់ចិត្តថាទៅធ្វើការនៅប្រទេសជប៉ុនត្រូវសួរខ្លួនឯងច្បាស់សម្រាប់ចិត្តលើខ្លួនឯងច្បាស់ទុកចិត្តខ្លួនឯងហើយមួយទៀតហើយដែលសំខាន់ត្រូវខំប្រឹងប្រែងរៀនសូត្រស្ដាប់លោកគ្រូអ្នកគ្រូហើយមួយទៀតត្រូវប្រឹងនិយាយព្យាយាមនិយាយខុសត្រូវអាហ្នឹងពេលក្រោយពេលវេលាអ្នកកែប្រែយើងល្អវិញអញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្្នឹងទេបាទអរគុណចាអញ្ចឹងមានន័យថាចំណេះដឹង
យើងអាចរៀនសូត្របានតាមក្រោយប៉ុន្តែសំខាន់ទៅលើឆន្ទៈរបស់យើងថាពិតប្រាកដអត់ទៅចង់ទៅធ្វើការងារនៅប្រទេសជប៉ុន បាទ ចាចុះកូនសិស្សដូចមានស្នាមសាក់ត្រូវទេ បាទ មានគ្រូ មានជួយបង្ហាញពុកម៉ែបងប្អូនតិចមកលើកដៃអត់តាន់ឃើញទេអូខេសាក់នឹងសាក់ពិតប្រាកដឬក៏សាក់គូទេ សាក់ពិតកត់ ពិតប្រកប ភ័យខ្លាចថាសម្ភារអត់ជាប់ដោយសារស្នាមសាក់នឹងអត់ ភ័យតិចតួចដែរអ្នកគ្រូព្រោះដោយសារប្រទេសគេវាអត់ដូចប្រទេសយើងអញ្ចឹងវារៀងភ័យ តែឥឡូវសម្ភារជាប់ហើយណា បាទសម្ភារជាប់ អញ្ចឹងបាច់ភ័យទៀតទេ បាទ ចាចុះចំពោះបងវិញសម្ភារមួយដងជាប់ដែរ ពោះខ្ញុំគឺសម្ភារម្ដងជាប់ សម្ភារម្ដងជាប់អញ្ចឹងអ្នកខ្លាំងប៉ះអ្នកខ្លាំងអញ្ចឹងទៅធ្វើការជាមួយគ្នាខ្លាំងដូចគ្នាណាអញ្ចឹងបងមានអីចែករំលែកជាចំណេះដឹងក៏ដូចជាបទពិសោធន៍ទៅកាន់សិស្សបងប្អូនដែលគាត់ត្រៀមខ្លួនក្នុងការសម្ភារហ៎ ពួកខ្ញុំគឺចង់ប្រាប់ទៅបងប្អូនសិស្សប្អូនដែលគាត់រៀនក្រោយហ្នឹងគាត់សម្ភារក្រោយហ្នឹងឲ្យខំប្រឹងប្រែងតស៊ូរៀនដែលអ្នកគ្រូលោកគ្រូអ្នកគ្រូគាត់ដាក់ឲ្យព្រោះគាត់ក៏ព្យាយាមប្រាប់ឲ្យយើងខំប្រឹងប្រែងតស៊ូដែរគាត់ខំព្យាយាមឲ្យយើងដើម្បីឲ្យយើងហ្នឹងជាប់ហើយពេលយើងទៅសម្ភារជាមួយតកែហ្នឹងគឺយើងត្រូវធ្វើមុខឲ្យរីករាយនិយាយឲ្យស្វាហាប់កុំខ្លាចកុំអៀលគឺតកែគាត់ចូលចិត្តបែបហ្នឹង អូខេហើយទៅលើការស្លៀកពាក់សំខាន់ទេ លើការសិក្សាសំខាន់ណាស់គឺយើងត្រូវតែងខ្លួនឲ្យស្អាត តែងខ្លួនឲ្យស្អាតមើលមក clean មើលមកស្អាតឲ្យគេចាប់អារម្មណ៍រើយើងតែម្ដងណាបង បាទ ចាអញ្ចឹងយើងសិតតែខ្លាំងដូចគ្នាមានចន្ទៈដូចគ្នាអញ្ចឹងអ្នកគ្រូមានតែជូនពរឲ្យយើងជោគជ័យទេហើយជាចុងក្រោយមានអីចង់ណែនាំទៅកាន់ពុកម៉ែបងប្អូនដែលគាត់ត្រៀមខ្លួនក្នុងការមិនត្រៀមខ្លួនទេដែលគាត់ចង់ចាក់ចេញទៅធ្វើការងារនៅប្រទេសជប៉ុនតែគាត់ភ័យខ្លាចក្រុមហ៊ុនបោកប្រាស់អត់ទាន់រកក្រុមហ៊ុនណាដែលផ្ដល់ទំនុកចិត្តដល់គាត់បានមានអីចង់ណែនាំឲ្យគាត់មកចុះឈ្មោះនៅក្រុមហ៊ុន BP ហ៎ មានអ្នកគ្រូបើសម្រាប់ខ្ញុំបើពុកម៉ែបងប្អូនបងឬក៏អូនណាដែលគាត់មានចំណាប់អារម្មណ៍ចង់ទៅធ្វើការនៅប្រទេសជប៉ុនប៉ុន្តែរកសាលាឬក៏ក្រុមហ៊ុនដែលទុកចិត្តអត់បានបើតាមដានសាលាហើយមានរយៈពេលតិចឬក៏យូរហើយក៏ដោយសម្រាប់ចិត្តលឿនមកព្រោះសាលាពិតជាពិតប្រកបមែនសម្រាប់ការបញ្ជូនសិក្ខាកាមទៅធ្វើការនៅប្រទេសជប៉ុនដូចខ្ញុំផ្ទាល់ខ្ញុំតាមដានបានតែរយៈពេលខ្លីប៉ុន្តែខ្ញុំមានទំនុកចិត្តលើសាលាព្រោះដោយសារយើងបានឃើញបេក្ខពីសាលាច្រើន សម្រាប់បងប្អូនចង់មករៀននិយាយស្ដាប់ទៅនេះ ចេះមកនិយាយមក សម្រាប់បងប្អូនចង់មកចុះឈ្មោះរៀននៅសាលា BP គឺសាលា BP មានកន្លែងស្នាក់នៅឲ្យយើងដូចជាទឹកភ្លើងហើយនឹងអាហារចុក2ពេល អូខេ ពេលថ្ងៃហើយនឹងពេលល្ងាច ចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូនេះប្រសិនបើពុកម៉ែបងប្អូនមានបំណងចង់ចាក់ចេញទៅធ្វើការងារនៅប្រទេសជប៉ុនអាចជ្រើសរើសមកចុះឈ្មោះនៅក្រុមហ៊ុន BP បានក្រុមហ៊ុនផ្ដល់ទំនុកចិត្តដល់បងប្អូន 100% ក្រុមហ៊ុនមានទីតាំងច្បាស់លាស់មានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ពុកម៉ែបងប្អូនដែលមកពីតាមខេត្តឆ្ងាយបាច់ភ័យខ្លាចរឿងកន្លែងស្នាក់នៅក្រុមហ៊ុនផ្ដល់ទាំងកន្លែងស្នាក់នៅទឹកភ្លើងនិងអាហារហូបចុកជូនអញ្ចឹងអរគុណពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមអរគុណ